សួរថាតើអ្នកណាហ៊ានត្រង់ធ្វើដោយគាត់ទេរបស់រាប់រយគីឡូគាត់លើកដោយដៃទទេថ្ងៃខ្លះគាត់ធ្វើការមិនបានហូបបាយទេឲ្យតែបានលុយឲ្យកូនធ្វើអ្វីក៏ធ្វើដែរគាត់សុខចិត្តលំបាកទាំងយប់ទាំងថ្ងៃឲ្យតែកូនរស់នៅស្រួលគាត់សប្បាយចិត្តពេកក្រៃកាលពី6ឆ្នាំមុនគាត់ទាំងពីរអ្នកនឹងធ្លាប់ធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែកសឹងតែគ្រប់គ្នាដោយសារតែអត្តន័យរបស់ចម្រៀងរបស់ពួកគាត់ហើយទោះបីជាសលេងរបស់ពួកគាត់មិនជាល្អខ្លាំងក៏ប៉ុន្តែអត្តន័យគឺល្អមែនតើហ្មងលោកប៉ាលោកប៉ាហត់ហើយលោកប៉ាក៏តែសម្រាប់ប៉ាជាមនុស្សម្នាក់ដែលកូនតែងតែគោរពប៉ាជាមនុស្សម្នាក់ដែលធ្វើឲ្យកូនបានសុខប៉ាជាមនុស្សម្នាក់មិនខ្លាចនឹងព្រាមនឿយហត់ប៉ាជាមនុស្សម្នាក់ដែលតែងតែនៅពីក្រោយខ្ញុំទូលំបាប៉ុណ្ណាគាត់នៅតែខំប្រឹងរកប្រាឲ្យកូនសិក្សាមិនខ្លាចលំបាឡើយណាគឺដើម្បីកូនរាល់គាត់ខិតខំដើម្បីតាក់រូកូនថ្ងៃខ្លះគាត់ឈឺមិនហ៊ានទាំងឈប់ធ្វើការផងទៅធ្វើទាំងញ័រជើងទៅធ្វើទាំងញ័រដៃគាត់ធ្វើការលំបាកស្ទើរតែរាល់ថ្ងៃពេលខ្ញុំឃើញម្ដងទឹកភ្នែកខ្ញុំស្រង់ចិត្តស្រណោះអាណិតដល់លោកប៉ាព្រោះតែគាត់គ្មានការងារល្អព្រោះតែគាត់គ្មានចំណេះដឹងសួរថាតើអ្នកណាហ៊ានត្រង់ធ្វើដោយគាត់ទេរបស់រាប់រយគីឡូគាត់លើកដោយដៃទទេថ្ងៃខ្លះគាត់ធ្វើការមិនបានហូបបាយទេឲ្យតែបានលុយឲ្យកូនធ្វើអ្វីក៏ធ្វើដែរគាត់សុខចិត្តលំបាកទាំងយប់ទាំងថ្ងៃឲ្យតែកូនរស់នៅស្រួលគាត់សប្បាយចិត្តពេកក្រៃទឹកភ្នែកគាត់ស្រក់ពេលដែលនិយាយជាមួយខ្ញុំគាត់ពោលពាក្យថាបើសិនជាគាត់ធ្វើការធំប៉ានឹងមិនឲ្យកូនពីបាំងដូចថ្ងៃនេះទេធ្វើមិនដេចប៉ាគ្មានចំណេះដឹងដូចជាគេតែទ្រាំសិនទៅកូនព្រោះយើងជាអ្នកក្រប៉ាសុំទោសផងដែលប៉ាគ្មានការងារល្អទោះបីជាយ៉ាងណាខ្ញុំនៅតែស្រឡាញ់គាត់ពាក្យដែលខ្ញុំនិយាយទាំងអស់គឺជាពាក្យពិតប្រាកដហើយអ្នកត្រូវដឹងថាជីវិតកាត់មកវាក្រខ្សត់គ្មានចំណេះគ្មានជំនាញគ្រួសារខ្ញុំនៅក្រោមគេរហូតតែសូមលោកប៉ាកុំបារម្ភកុំម្នាក់នេះនឹងខំប្រឹងកូននឹងស្ដារកិត្តិយសគ្រួសារយើងឡើងវិញមិនឲ្យគេមើងងាយមិនឲ្យគេជន់ទៀតឡើយកូននឹងជួយលោកប៉ាចំឡងក្បូននេះឲ្យដល់ត្រើយនេះហើយជាជីវិតរបស់អ្នកក្រីក្រមានស៊ីអត់ស៊ីក៏នៅតែប្រឹងត្រដកប៉ុន្តែអ្នកពីបាមិនមែនជារូបខ្ញុំអ្នកដែលពីបាខ្លាំងនោះគឺជាអ្នកមានគុណអ្នកមានគុណជួនក្រោយខ្ញុំចង់និយាយថាខ្ញុំស្រឡាញ់ម៉ាក់ហើយនឹងប៉ាស្ដាប់ចប់អត់ដឹងត្រូវនិយាយអីដោយសារតែនឹកឃើញការលះបង់ប្រឹងប្រែងរបស់ឪពុកម្ដាយគាត់មិនមែនអ្នកធ្វើការងារធំដុំអីទេគាត់ធ្វើការប្រើកម្លាំងដើម្បីបានកម្រៃយកលុយផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យកូនបានរៀនសូត្រសិក្សាខ្ពង់ខ្ពស់ដល់ពេលអញ្ចឹងទៅគ្រាន់តែស្ដាប់បទចម្រៀងនឹងភ្លាមមានអារម្មណ៍ថាអត់ដឹងត្រូវនិយាយអីវាមានពាក្យច្រើនចង់និយាយតែអត់ដឹងនិយាយមិនឲ្យអស់